បើសិនជាយើងចង់បានអនាគតមួយដែលល្អក៏ត្រូវប្រើបច្ចុប្បន្នភាពឲ្យល្អដែរសម្រាប់យើងផ្ទាល់យើងអាចអភ័យទោសឲ្យអ្នកដទៃបានប៉ុន្តែបើសិនជាយើងធ្វើខុសទៅលើអ្នកដទៃវិញគឺយើងពិបាកនៅក្នុងការអភ័យទោសឲ្យខ្លួនឯងមែនតើអតីតកាលវាគួរតែជាកន្លែងដែលឬមួយក៏ជាមេរៀនដែលយើងរៀនសូត្រពីវាមិនមែនជាកន្លែងដែលយើងរស់នៅទេបើសិនជាអ្នកទាំងអស់គ្នាកំពុងតែជាប់ជំពាក់ជាមួយនឹងកំហុសពីអតីតកាលឬមួយក៏បណ្ដោយឲ្យខ្លួនឯងរស់នៅក្នុងអតីតកាលមិនអាចរំដោះខ្លួនបានខ្ញុំគិតថាពេលនេះគឺជាពេលវេលាដែលស័ក្តិសមមួយសម្រាប់រំដោះខ្លួនឯងចេញពីអតីតកាលអស់ហ្នឹងខ្ញុំមាន5ចំណុចសម្រាប់អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះដែលសម្រាប់ចំណុចទី1ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឮគឺយើងមិនអាចកែប្រែរឿងពីអតីតកាលបានទេមានន័យថាបើទោះបីជាយើងព្យាយាមគិតវាប៉ុណ្ណាក៏ដោយក៏យើងអត់អាចកែប្រែវាបានដែររឿងបើសិនជាវាត្រូវកើតគឺវាកើតឡើងហើយចំពោះសម្រាប់ចំណុចទី2វិញគឺខ្ញុំចង់ឲ្យអ្នកនរគ្នាឮថាការដែលយើងរស់នៅក្នុងអតីតកាលគឺវាបង្អាក់យើងពីការរីកចម្រើនមានន័យថាយើងអត់អាចរីកចម្រើនទៅមុខបាននៅពេលណាដែលយើង stuck ឬមួយក៏ជាប់ខ្លួនឯងជាមួយនឹងអតីតកាលយើងគួរតែសម្លឹងមើលទៅមុខហើយមើលរឿងណាដែលយើងអាចធ្វើបានទៅហើយចំពោះចំណុចទី3យើងដូចនិយាយមុនហ្នឹងអញ្ចឹងយើងគួរតែប្រើវាគឺជាមេរៀនសម្រាប់យើងរៀនហើយមិនថាវាជារឿងល្អឬមួយក៏រឿងជាវិបដិសារីអីក៏ដោយយើងរៀនពីវាទៅហើយយើងអត់គួរណាបដោយវាឲ្យមកបំផ្លាញអនាគតដ៏ត្រចះត្រចង់របស់យើងបានទេសម្រាប់ចំណុចទី4គឺអភ័យទោសហើយដើរទៅមុខត្រង់នេះវាអាចពិបាកបន្តិចសម្រាប់យើងខ្លួនយើងជាសម្រាប់យើងផ្ទាល់យើងអាចអភ័យទោសឲ្យអ្នកដទៃបានប៉ុន្តែបើសិនជាយើងធ្វើខុសទៅលើអ្នកដទៃវិញគឺយើងពិបាកនៅក្នុងការអភ័យទោសឲ្យខ្លួនឯងមែនតើមានន័យថាយើងត្រូវប្រើពេលវេលាយូរបើសិនជាគេធ្វើខុសមកលើយើងនៅក្នុងរឿងណាមួយអញ្ចឹងទៅយើងអាចនឹងងាយអភ័យទោសឲ្យអ្នកដទៃជាងយើងអភ័យទោសឲ្យខ្លួនឯងនៅពេលដែលយើងធ្វើខុសទៅលើអ្នកគេមួយអញ្ចឹងវាចេះតែរំលឹកយើងគ្រប់ពេលតាហើយវាធ្វើឲ្យយើងមានវិបត្តិសេរីអីចឹងទៅតែត្រង់ចំណុចនេះមិនចង់ឲ្យអ្នកទាំងអស់គ្នានៅក្នុងចំណុចហ្នឹងទេគឺប្រាប់ខ្លួនឯងថាអភ័យទោសឲ្យខ្លួនឯងហើយបើសិនជាអ្នកដទៃធ្វើខុសមកលើយើងក៏អភ័យទោសឲ្យអ្នកដទៃហើយយើងដើរទៅមុខទៅព្រោះជីវិតយើងវាត្រូវតែអញ្ចឹងបើសិនជាយើងមិនសម្រេចចិត្តដើរទៅមុខក៏វានៅតែដើរទៅមុខចឹងឯងសម្រាប់ចំណុចចុងក្រោយគឺវាសំខាន់ខ្លាំងមែនតើគឺអនាគតរបស់យើងគឺវាត្រូវការបច្ចុប្បន្នភាពរបស់យើងវាអត់ត្រូវការកំហុសពីណាពីណីពីអតីតកាលណាមួយអីទេវាគឺត្រូវការបច្ចុប្បន្នភាពរបស់យើងតែយើងធ្វើចឹងបើសិនជាយើងចង់បានអនាគតមួយដែលល្អក៏ត្រូវប្រើបច្ចុប្បន្នភាពឲ្យល្អដែរបើសិនជាត្រង់នេះគឺយើងអាចរៀនបានទៀតកំហុសពីអតីតកាលគឺយើងអាចរៀនបច្ចុប្បន្នយើងកុំធ្វើវាហើយអនាគតយើងនឹងទទួលបានលទ្ធផលល្អប្រសើរជាងពីមុនចឹងឯងសូមអ្នកនរគ្នាខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយអ្នកទាំងអស់គ្នាបានខ្លះបាទវាអត់មានអ្វីដែលជារឿងថ្មីទេវាគ្រាន់តែវាអាចគ្រាន់តែជាការរំលឹកអ្នកទាំងអស់គ្នាឲ្យដោះលែងខ្លួនឯងចេញពីកំហុសអតីតកាលវិបដិសារីអីអស់ហ្នឹង so yeah